ช่วยเอายำเงี้ยสรวดบาตามด้านตามระยะโทรศัพท์เคยเทียมเจมนึกจ้าจะก็โยจัดตุดะยมเป็นจัดอย่างครั้งเลยสบาตื่นจัดការឈរតម្រង់ជួររងចាំយ៉ាងយូរការកាន់ឯកសាររញ៉េរញ៉ៃនិងក្តីកង្វល់រឿងតម្លៃសេវាក្រៅផ្លូវការធ្លាប់ជារូបភាពដែលដកដាមជាប់នៅក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋជាច្រើននៅពេលនិយាយអំពីការធ្វើលិខិតស្នាមរដ្ឋបាលក៏ប៉ុន្តែពេលនេះរូបភាពទាំងនោះត្រូវបានលុបបំបាត់និងជំនួសមកវិញនៅស្នាមញញឹមភាពរហ័សរហួននិងដំណាភាពតាមរយៈកំណែតម្រង់ស៊ីជម្រៅនៅអង្គភាពច្រកចេញចូលតែមួយសាលាខេត្តបន្ទាយមានជ័យដែលកំពុងតែឈរលើសសរស្តម្ភសំខាន់3គឺក្រមសីលធម៌មន្ត្រីការប្រើប្រាស់បច្ចេកវិទ្យា Digital និងការគ្រប់គ្រងសេដ្ឋកិច្ចមូលដ្ឋានការផ្ដល់សេវានេះឲ្យបានប្រសើរឲ្យបានល្អដែលខេត្តបានប្រសិទ្ធនាមថាស្នាមញញឹមខេត្តបន្ទាយមានជ័យអញ្ចឹងអ្វីដែលពាក់ព័ន្ធទៅនឹងការផ្ដល់សេវានេះមិនថាកម្រិតតែនៅថ្នាក់ខេត្តទេគឺដែលយើងមាន3ថ្នាក់នៅនេះទាក់ទងនឹងយន្តការនៃការផ្ដល់សេវាតាមរយៈច្រកចេញចូលទៅមួយអញ្ចឹងនៅថ្នាក់ខេត្តនេះយើងមានអង្គភាពច្រកចេញចូលទៅមួយនៅថ្នាក់ក្រុងស្រុកយើងមានកាឡៃច្រកចេញចូលទៅមួយហើយនៅឃុំសង្កាត់យើងមានយន្តការច្រកចេញចូលទៅមួយគឺនៅតាមសាលាឃុំសង្កាត់សូមឲ្យបងប្អូនដែលទទួលសេវាជៀសវាងការប្រើកម្រៃជើងសារអ្នកផ្សេងដើម្បីមករត់ការលើការផ្ដល់សេវានេះសូមឲ្យបងប្អូនមានបញ្ហាអីទាក់ទងដោយផ្ទាល់ជាមួយរដ្ឋបាលខេត្តជាមួយអង្គភាពច្រកដើម្បីការផ្ដល់សេវាឲ្យបានត្រឹមត្រូវហើយទាន់ពេលវេលាជូនបងប្អូននៅពេលដែលយើងបានដើរចូលមកដល់បរិវេណអង្គភាពច្រកចេញចូលតែមួយនៅសាលាខេត្តបន្ទាយមានជ័យអ្វីដែលទទួលស្វាគមន៍ប្រជាពលរដ្ឋមុនគេមិនមែនជាគំនរក្រដាស់ស្នាមនោះទេក៏ប៉ុន្តែគឺជាការរាក់ទាក់និងស្នាមញញឹមរបស់មន្ត្រីជួរមុខការផ្លាស់ប្ដូរផ្នត់គំនិតពីការរងចាំផ្ដល់សេវាមកជាការស្វាគមន៍បម្រើសេវាគឺជាជំហានដំបូងនៃការកសាងទំនុកចិត្តជូនពលរដ្ឋមន្ត្រីនៅទីនេះត្រូវបានបណ្ដុះបណ្ដាលយ៉ាងម៉ត់ចត់លើក្រមសីលធម៌វិជ្ជាជីវៈនិងការអត់ធ្មត់រាល់ចម្ងល់របស់ប្រជាពលរដ្ឋជាពិសេសមនុស្សចាស់ឬអ្នកដែលមិនសូវយល់ដឹងពីនីតិវិធីច្បាប់តែងតែទទួលបានការណែនាំនិងជួយបំពេញឯកសារដោយភាពទន់ភ្លន់យើងមានមន្ត្រីនៅផ្នែកខាងមុខគឺមានមួយរូបដែលត្រូវប្រចាំការនៅខាងមុខដើម្បីផ្ដល់ព័ត៌មានដល់ប្រឹក្សាអំពីសេវាពីតម្រូវការអ្វីដែលបងប្អូនប្រជាពលរដ្ឋតែមកស្នើសុំសេវាហើយបន្ទាប់មកគឺយើងមានមន្ត្រីប្រគល់ទទួលឯកសារដែលនៅតាមបញ្ចរនីមួយៗដែលមានលេខរៀងបន្តគ្នាទៅតាមវិស័យនីមួយៗដែលត្រូវបម្រើតាមផែនការរបស់ក្រសួងមហាផ្ទៃដែលមានអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃគាត់តែងតែបើកវគ្គបណ្ដុះបណ្ដាលជារៀងរាល់ឆ្នាំហើយក្នុងនោះដែរនៅក្នុងរដ្ឋបាលខេត្តរបស់យើងក៏យើងមានការបណ្ដុះបណ្ដាលដែរដែលមានទីចាត់ការធនធាននោះលោកជាអ្នកបណ្ដុះបណ្ដាលអាយដាមអាបាខេត្តក៏ដូចជាអាយដាមអាបារងដែលទទួលបន្ទុកការងារច្រកចេញចូលតែមួយនេះលោកតែងតែធ្វើជាគំរូល្អមានន័យថាពេលដែលមានបងប្អូនប្រជាពលរដ្ឋមកទទួលសេវានៅខាងក្រៅគាត់មិនដែលប្រកាន់ខ្លួនថាជាថ្នាក់ដឹកនាំទេគឺគាត់តែងតែមកជួបទៅជែកលេងមកសួរនាំជាមួយនឹងបងប្អូនប្រជាពលរដ្ឋដើម្បីឲ្យដឹងឲ្យមានភាពស្និទ្ធស្នាលរវាងថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋក្នុងនាមខ្ញុំជាប្រធានអង្គភាពច្រកចូលតែមួយតែងតែធ្វើការអប់រំណែនាំក៏ជជែកគ្នាលេងអញ្ចឹងរំលឹកដល់ពួកគាត់ដែលនៅក្នុងជួរមុខហ្នឹងឲ្យយល់ថាប្រជាពលរដ្ឋគឺជាអតិថិជនគឺជាម្ចាស់សេវាមិនមែនជាអ្នកមកសុំសេចក្តីអនុគ្រោះពីច្រកចេញចូលតែមួយយើងទេដោយបដូរពីគំនិតជាអ្នកត្រួតត្រាទៅជាអ្នកបម្រើសេវាវិញដើម្បីធានាបាននៅពាក្យស្លោកធ្វើឲ្យបានធ្វើឲ្យលឿននិងមានតម្លាភាពកត្តាមនុស្សតែមួយមុខគឺនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេរដ្ឋបាលខេត្តបានបញ្ចូលប្រព័ន្ធបច្ចេកវិទ្យា Digital ដើម្បីជាជំនួយការក្នុងការគ្រប់គ្រងនិងតាមដានរាល់ដំណើរការឯកសារប្រជាពលរដ្ឋដែលមកទទួលសេវាអាចដឹងពីតម្លៃនិងរយៈពេលកំណត់យ៉ាងច្បាស់លាស់តាមរយៈក្តារព័ត៌មានឬអេក្រង់ទូរទស្សន៍អ្វីដែលកាន់តែទំនើបនោះគឺប្រព័ន្ធតាមដានឯកសារនិងការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកដោយមានការគ្រប់គ្រងពីអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃយើងបានបំពាក់នៅប្រព័ន្ធ Digital
ដែលបានរួចហើយយើងកំពុងតែប្រើប្រាស់ក្នុងហ្នឹងមានប្រព័ន្ធគ្រប់គ្រងទិន្នន័យច្រកចេញចូលតែមួយបាទប្រព័ន្ធនេះគឺត្រូវបានពាក់រួចហើយមានប្រព័ន្ធស្វ័យប្រវត្តិកម្មសាធារណការនិងដឹកជញ្ជូនប្រព័ន្ធគ្រប់គ្រងទិន្នន័យបានព្រំដែននិងមានប្រព័ន្ធមួយទៀតគឺប្រព័ន្ធទូទាត់តាមវិក័យប័ត្រគេហៅថា KSOS អាហ្នឹងគឺយើងបង់លុយតាមប្រព័ន្ធនេះនៅពេលដែលបងប្អូនប្រជាពលរដ្ឋគាត់មកស្នើសុំសេវាអញ្ចឹងនៅពេលដែលគាត់ដាក់ពាក្យមកគឺយើងមានបង្កាន់ដៃទទួលពាក្យនេះបង្កាន់ដៃនេះអញ្ចឹងពេលដែលគាត់មកពេលដែលពិនិត្យឯកសារគាត់មានសពគ្រប់អស់ហើយគឺយើងនឹងចេញបង្កាន់ដៃនេះឲ្យគាត់អញ្ចឹងនៅក្នុងបង្កាន់ដៃនេះគឺវាមានលេខ barcode បាទ barcode នេះបាទអញ្ចឹងនឹងមានលេខ QR code ដែលងាយស្រួលនៅក្នុងការ scan ហើយយើងអាច check មើលតើឯកសារយើងលំហូរដល់ណានៅក្នុងប្រកាន់ដៃហ្នឹងគឺមានបង្ហាញពីព័ត៌មានរបស់អតិថិជនរបស់ប្រជាពលរដ្ឋដែលគាត់មកស្នើសុំសេវាហ្នឹងហើយក្នុងហ្នឹងក៏មានលេខទូរស័ព្ទ hotline មួយដើម្បីតំណែងករណីដែលគាត់ចង់ដឹងថាឯកសារគាត់ដល់ណានៅពេលដែលគាត់អត់ចេះប្រើប្រាស់ប្រព័ន្ធ online របស់យើងបញ្ជាក់បន្ថែមទៀតដែរថានៅក្នុងការអនុវត្តប្រព័ន្ធគ្រប់គ្រងនេះគឺបានក្រសួងបានដាក់ចេញនៅapp ថ្មីមួយគេហៅថា One Windows Service System app ដែលប្រើប្រាស់ក្នុងទូរស័ព្ទដៃអញ្ចឹងនៅពេលដែលបងប្អូនជាពលរដ្ឋលោកគាត់ចង់ដឹងថាឯកសាររបស់គាត់នេះបច្ចុប្បន្នបានចរន្តការទៅដល់ណាហើយគាត់អាច check មើលនៅក្នុង app របស់គាត់នឹងបានហើយគឺយើងជាទូទៅយើងអាចប្រើប្រាស់បានក្នុងទូរស័ព្ទដៃគឺមានប្រព័ន្ធបង់ប្រាក់គេ Payment Hub ដែលជាការទូទាត់តាមធនាគារហើយជាទូទៅនៅក្នុងការអនុវត្តមន្ត្រីបេឡារបស់យើងគឺតែងតែលើកទឹកចិត្តឲ្យបងប្អូនជាពលរដ្ឋប្រើប្រាស់សេវាបង់ប្រាក់តាមធនាគារជាជាងការប្រើប្រាស់សាច់ប្រាក់សុទ្ធអញ្ចឹងវានឹងកាត់បន្ថយនៅការយកកម្រៃសេវាផ្សេងពីក្នុងនោះតើការផ្ដល់សេវាលឿនរហ័សជួយអ្វីខ្លះដល់សេដ្ឋកិច្ចសម្រាប់សហគ្រិននិងអ្នករកស៊ីពេលវេលាគឺជាមាសប្រាក់ភាពរហ័សរហួននៃសេវារដ្ឋបាលគឺជាកាតាលីករយ៉ាងសំខាន់ក្នុងការជំរុញឲ្យដំណើរការអាជីវកម្មរបស់ប្រជាពលរដ្ឋដំណើរការទៅបានទាន់សភាពការកាត់បន្ថយនីតិវិធីស្មុគស្មាញក្នុងការសុំច្បាប់អនុញ្ញាតបើកអាជីវកម្មសម្បត្តិបញ្ជាក់ទីតាំងឬការផ្ទេរសិទ្ធិផ្សេងបានធ្វើឲ្យអាជីវករសន្សំទាំងពេលវេលាសន្សំទាំងថវិកានិងមានទំនុកចិត្តក្នុងការបោះទុនវិនិយោគបន្ថែមជារួមការវិវត្តរបស់អង្គភាពច្រកចេញចូលតែមួយនៅខេត្តបន្ទាយមានជ័យមិនត្រឹមតែជាការធ្វើទំនើបកម្មលើការផ្ដល់លិខិតស្នាមរដ្ឋបាលប៉ុណ្ណោះទេប៉ុន្តែវាជាការកសាងស្ពាននៃទំនុកចិត្តដ៏រឹងមាំរវាងរដ្ឋនិងប្រជាពលរដ្ឋការរួមបញ្ចូលគ្នារវាងការបម្រើសេវាប្រកបដោយសេចក្តីស្រឡាញ់ដែលមន្ត្រីមានក្រមសីលធម៌និងវិជ្ជាជីវៈការងារខ្ពស់ប្រព័ន្ធគ្រប់គ្រងដែលលុបបំបាត់ភាពអាសកម្មដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបនិងគោលដៅគាំទ្រធុរកិច្ចដែលបានជំរុញដល់សេដ្ឋកិច្ចរបស់ខេត្តបន្ទាយមានជ័យឲ្យកាន់តែមានភាពរីកចម្រើនបានក្លាយជាគំរូដ៏លេចធ្លោមួយនៃការកំណែទម្រង់រដ្ឋបាលសាធារណៈដើម្បីបម្រើផលប្រយោជន៍រាស្ត្រយ៉ាងពិតប្រាកដក្នុងយុគសម័យទំនើបនេះ